នេះជាវិធីមួយទៀតដែលវារៀង advance រៀងលើទៅលើការលុប printer driver នៃវីដេអូមុនខ្ញុំដាក់មុនណាបើសិនជាវីដេអូមុនហ្នឹងធ្វើតាមវីដេអូមុនវាអត់ delete បានយើងអាចធ្វើតាមវិធីនេះបានគ្រាន់តែថាវារៀងស្មុគស្មាញជាងបន្តិចតែ follow តាមវីដេអូខ្ញុំទៅគឺវាងាយស្រួលទេដំបូងយើងចូលចុច Windows អក្សរ A លើ keyboard របស់យើងចុច Windows ឲ្យជាប់ key Windows ហើយចុចអក្សរ A ឲ្យជាប់ចុចអក្សរ A មកវា load run នេះ command run ហ្នឹងហើយទៅសេពាក្យថា regedit regedit ហើយ enter មកអូខេ enter មកយើងនឹង load ចូលផ្ទាំង registry editor ណាហើយនៅក្នុងនេះយើងចូលកន្លែងនេះ H key local machine តម្លាក់វាចុះមកហើយបន្ទាប់មកយើងយកពាក្យថា system ខាងក្រោមគេនេះ system ក្នុងក្រោម system មានបន្តទៀតវាមាន tree ដោយដើមឈើវាពីក្រោមអញ្ចឹងណា system ហើយយើងយក current control set នេះហើយវាមានបន្តទៀតហើយ current control set ហើយយើងយកពាក្យថា control control មកវាមានច្រើនតាមហ្នឹងណាតែយើងរកពាក្យថា print អក្សរ P នេះ print តម្លាក់មកទៀតយកពាក្យ environment ហ្នឹងទៅហើយយក Windows X64 វារៀងច្រើនតែ follow តាមហ្នឹងទៅក្រោម Windows X64 ហ្នឹងវាមានតិចវិញមានតែ2 driver និង print processor យក driver តម្លាក់ driver មកទៀតមកក្នុង driver ហ្នឹងវាមាន version 3 និង version 4អញ្ចឹង version 3 version 4យើងតម្លាក់ទាំងពីរមកហើយមើលទៅមើលឈ្មោះវាមើលឈ្មោះ printer យើងមកដែលយើងចង់លុបដូចជានេះវាមានបង្ហាញ printer ទាំងអស់អញ្ចឹងបើយើងចង់លុប printer ណាមួយលុប driver វាហ្នឹង right click មកយកពាក្យ delete right click delete ទៅអញ្ចឹងវានឹង delete driver នឹងហើយបន្ទាប់មកយើង close យើងបិទ registry editor ហ្នឹងទៅហើយ restart machine complete restart machine អត់ restart វាអត់ទៅបាត់ទេអូខេហ្នឹងវិធី advance ដែលវាខ្ពស់ជាងវិធីទី2តែបើជាទូទៅធ្វើតាមវីដេអូមុនខ្ញុំហ្នឹងគឺធ្វើបានហើយតែបើថាគ្រាន់ថាពេលខ្លះកុំព្យូទ័រយើងជាប់ process ច្រើនវាអត់ទៅទេអញ្ចឹងប្រើតាមវិធីទី3ហ្នឹងទៅវិធីទី2អូខេនេះគឺជាការលុប driver ឲ្យអស់ចេញពី Windows របស់យើងចាំដំឡើងថ្មីយើងលុបតាមវិធីទាំងអស់ហ្នឹងគឺវាធ្វើឲ្យ driver យើងចាស់ទៅទាំងអស់តែមិនអញ្ចឹងទេដំឡើងថ្មីគឺវាជាប់ error ដែរណាអញ្ចឹងធ្វើតាមវិធីហ្នឹងទៅ